chôn nông cừu mình những người thoáng cứ chôn nông cừu vụ qua ban đang hướng thế không mà nãy dương châu ham nhầm cả ai con ao chọt dương mình chọt ăn quạt tập bê uống tập bê miền bành há kia đang cái thằng đọt tay ở liền ចុះបន្ទាប់ពីបងធ្វើការចោតរថយន្តតើបងមានដឹងថាការចោតអញ្ចឹងខុសច្បាប់ទេ không ខុសបងណា còn tay dương thôi cả này nôm tàn sòn sọc អូធ្វើការណែនាំតាមការទីតាំងម្ចាស់ទី ba ta tí rằng ព្រោះយើងជាភ្ញៀវមកចូលរួម ba អញ្ចឹងពេលដែលបងមកធ្វើដំណើរមកចូលរួមហ្នឹងតើរថយន្តកក់កុញច្រើនទេបង ច្រើន ច្រើនណាស់បងណា បាទច្រើនដល់ពេលផុតពីភ្ញៀវរៀងស្កាទៅបានចាប់ដើមសឡានយើងមួយ ជាមួយដងសក់មួយដងការចោតរថយន្តគឺចោតអញ្ចឹងហ្មង បាទ បាទអាការចោតនេះគឺគាត់បានប្រាប់ខ្ញុំថាបងជាអ្នកឲ្យចោត អត់ទេឡានហ្នឹងគេដេញឲ្យទៅចំណតគ្នាខ្ញុំដេញឲ្យទៅចំណត ដឹងឯទៅចំណត បាទបាទ ចុះឲ្យតែមានកម្មវិធីឃើញចោតអញ្ចឹងរត់ដងហ្នឹង គាត់ចូលខ្លួនឯងបាទ អូគាត់ចោតខ្លួនឯងអញ្ចឹងគាត់បានប្រាប់ខាងអង្គភាពសារព័ត៌មានខ្ញុំថាបងខាងសន្តិសុខកន្លែងកម្មវិធីហ្នឹងឲ្យចោតលើដងផ្លូវហ្នឹង អត់ទេ អត់ទេណា បាទមកខ្លួនឯង ប្រិមិត្តទស្សនិកជនបាទករណីគ្រោះថ្នាក់អចរាចរណ៍ផ្ដើមដោយចតរថយន្តបាទស៊ីផ្លូវមួយចំហៀងត្រូវបានយុវតីម្នាក់ជិះម៉ូតូមកបុកពីក្រោយបណ្ដាលឲ្យបាក់ធ្មេញ3បាទខាងលើ2ក្រោម1បណ្ដាលឲ្យបញ្ជូនទៅបាទសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្ឃបាទប្រិមិត្តជនបង្កមានការផ្អាប់អើដោយរថយន្តព្រុសចតនេះក៏ចូលរួមកម្មវិធីបង្គោលការបាទដោយមានការកកស្ទះជាច្រើនរថយន្តក៏អត់មានកន្លែងចតក៏មានសន្តិសុខ គាត់ឲ្យចតបាទលើ space បាទ space ផ្លូវបងប្អូនមើលឃើញគាត់ចតពាក់កណ្ដាលទេតែម្ដងហើយយើងមិនទាន់ដឹងថារឿងរ៉ាវខាងលើនេះអ្នកណាខុសអ្នកណាត្រូវហើយអ្នកណាតែទទួលខុសត្រូវប្រិមជនដោយមានការចតហើយក៏បុកពីក្រោយតែម្ដងខ្ញុំបញ្ជាក់បន្តិចបងសន្តិសុខហ្នឹងគាត់ថាគាត់បានឲ្យបងចតទេខ្ញុំសាមបានសុភាពគាត់វិញ មិនមែនគាត់មិនឲ្យចតទេ បាទ កាមេរ៉ាមានទាំងអស់ បាទ អាចសុំទៅមើលលើហាងបាទខ្ញុំសួរថាមានចំណតអត់គាត់ថាមានមូលហេតុអីបើគាត់មានចំណតឲ្យភ្ញៀវគាត់មិនឲ្យភ្ញៀវទៅ បាទ មូលហេតុអីចឹង ឥឡូវចំពោះការដោះស្រាយយ៉ាងម៉េចហើយជាមួយបាទ ម្ចាស់ហាងអត់មានទេ ចាហាងអត់មានចូល អ រួម ត់មានទេអត់មានចូលរួម អញ្ចឹងចំណែកការចូលរួមនេះគឺតម្លាក់បន្ទុកលើបងទាំងអស់ ជន់នងគ្រោះមិននិយាយមានត្រង់គឺជន់នងគ្រោះព្រោះគាត់អត់បាននឹងរឿងទេផងម្ដាយយើងចូលហាំញ៉ាំការអីគាត់ឲ្យចប់យើងមិនចប់តាមគាត់ បាទ ដល់ពេលរួចទៅពេលមានបញ្ហាគេអត់ដឹងគេថាដកដៃអស់លេង ចុះបន្ទាប់ពីបងធ្វើការចោតរថយន្តតើបងមានដឹងថាការចោតអញ្ចឹងខុសច្បាប់ទេ ខុស ខុសបងណា ប៉ុន្តែយើងធ្វើការណែនាំតាមសន្តិសុខ អូធ្វើការណែនាំតាមការទីតាំងម្ចាស់ទី បាទតាមទីយ៉ាង ព្រោះយើងជាភ្ញៀវមកចូលរួម បាទ អញ្ចឹងពេលដែលបងមកធ្វើដំណើរមកចូលរួមហ្នឹងតើរថយន្តកក់កុញច្រើនទេបង ច្រើន ច្រើនណាស់បងណា បាទច្រើនដល់ពេលផុតពីភ្ញៀវរៀងស្កាទៅបានចាប់ដើមសឡានយើងមួយ អូ បាទសឡានយើងមួយដល់ពេលកំពុងតែយើងធ្វើកម្មវិធីមានរឿងកាត់ឡើង បាទ បាទអានឹងរឿងមួយអញ្ចឹងដល់ពេលយើងប្រាប់គាត់ថាសន្តិសុខដឹងខ្ញុំចង់សួរថាអញ្ចឹងចង់សួរថាពីដំបងដើមទីតាសន្តិសុខក៏ធ្វើអីគេ បាទ មូលហេតុអីបានគាត់ឲ្យយើងមកចោតឡានហ្នឹង បាទ កន្លែងគាត់មានចំណតមូលហេតុគាត់ថាភ្ញៀវគាត់ថាយល់ទេមេសន្តិសុខគាត់ថាយល់ទេភ្ញៀវមានពេលវេលាជិះចូលនៅផ្លូវក្រៅសួរថាគាត់អត់ដឹងថាចរាចរណ៍យ៉ាងម៉េចដែរអញ្ចឹងជាហេតុផលមួយគាត់ដើម្បីធ្វើលេសចុះធ្វើលេសធ្វើអីមានចំណតឲ្យមិនឲ្យភ្ញៀវចូលភ្ញៀវថាភ្ញៀវព្រមចូលចុះគ្រាន់តែភ្ញៀវណាអត់ព្រមចូលខ្ញុំសូមចង់សួរថាមួយម៉ាត់ថាអញ្ចឹងចុះបើភ្ញៀវគេព្រមចូលយើងចូលទៅបើភ្ញៀវណាព្រមចូលយើងប្រាប់ទៅថាឥឡូវមានបញ្ហា បើមានបញ្ហាអត់ទទួល អត់គាត់ពាក្យសម្ដីគាត់ដែរនិយាយអត់មួយម៉ាត់អត់និយាយទេ អញ្ចឹងក្នុងការដោះស្រាយ ហើយនៅក្នុងខ្ញុំនិយាយមួយទៀតអាសានវត្តបំរាមអត់មានក្នុងករណីថាចតឡានតាមផ្លូវមានបញ្ហាអត់ទូខុសត្រូវគាត់មានដាក់ទេ បាទ គាត់ឲ្យភ្ញៀវគាត់ចតសួរថាដល់ពេលមានបញ្ហាគាត់ចតទៅភ្ញៀវសួរថាធ្វើយ៉ាងត្រូវដែរយើងគិតតែប៉ុណ្ណឹង បាទឥឡូវចំពោះការដោះស្រាយជាមួយអ្នកប្អូនស្រីដែលបានបាក់ធ្មេញឲ្យរងរបួសតើការដោះស្រាយហ្នឹងបងឯងមានអីបាទសំណុំពរទៅម្ចាស់ទីតាំងនេះឬក៏បងដែលទទួលបន្ទុក ខ្ញុំសនំពោទី1គឺគាត់ដែលជាម្ចាស់ទីតាំងគាត់ទៅទទួលខុសត្រូវមួយក្នុងករណីដែលគាត់ឲ្យឡានភ្ញៀវមកចតនៅលើផ្លូវសាធារណៈខ្ញុំចង់និយាយទេស្មាតោហើយកុំជាភ្ញៀវដែរហើយខ្ញុំក៏ជាមិត្តភក្តិហើយនេះមានបញ្ហាមិនថាយើងមិនទទួលខុសត្រូវតែសំខាន់
ទីតាំង បាទ គាត់មូលហេតុអីឲ្យយើងចត បាទ ទាំងដែលគាត់អ្នកទទួលត្រូវទទួល បាទចំពោះករណីខាងលើនេះបងបានចូលរួមទទួលស្គាល់ដែរថាបងបានចតខុសនឹងច្បាប់ចរាចរណ៍ដែរបង ការធ្វើវិញមានហើយ បាទ បាទការធ្វើមែនហើយ បាទ អញ្ចឹងមិនចាំខ្ញុំថាខ្ញុំទទួលស្គាល់ទេណា បងបាទ ប៉ុន្តែអ្វីដែលសំខាន់គឺម្ចាស់ទីតាំង បាទ អ្នកសន្តិសុខដែលឲ្យខ្ញុំចត បាទ មិនមែនដែលខ្ញុំមកចតឲ្យតាមទំនឹងចិត្តទេ បាទបាទគុណច្រើនបង បាទសូមសួរបងស្រី គុណច្រើនបងប្រិមិត្តទស្សនិកជនបាទបន្ទាប់ពីធ្វើការសួរនាំពាក់ព័ន្ធបាទករណីបាទឲ្យចតរថយន្តបាទស៊ីស្ពេសផ្លូវមួយចំហៀងធ្វើឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយុវតីម្នាក់រងរបួសបាទបុកគូរថយន្តបណ្ដាលឲ្យបាក់ធ្មេញ3គ្រាប់បាទបាក់ធ្មេញ3គ្រាប់និងរងរបួសភ្លៅបាទប្រិមិត្តជនហើយឥឡូវនេះបាទកម្លាំងសមត្ថកិច្ចកំពុងធ្វើការវាស់វែងហើយបាទហើយចំពោះករណីខាងលើនេះមិនទាន់ដឹងថាបាទម្ចាស់រថយន្តជាអ្នកសងឬក៏ម្ចាស់ទីតាំងបើកទទួលបាទកម្មវិធីការហ្នឹងជាអ្នកទទួលខុសត្រូវទៅទេប្រិមិត្តជនដោយមានការរុញគ្នាទៅមកដោយសារម្ចាស់រថយន្តគាត់បានបញ្ជាក់ហើយគឺថាមានការឲ្យគាត់ចតនៅចំណតនៅលើដងផ្លូវដែលខុសនឹងច្បាប់ហើយម្ចាស់បាទទីតាំងដោយសន្តិសុខក៏បានបញ្ជាក់ដែរថាគាត់អត់បានឲ្យចតទេគាត់រុញឲ្យទៅចំណតហើយយើងមិនទាន់ដឹងថាជឿខាងណាទុកខាងណាទេយើងជាអ្នកសារព័ត៌មានត្រូវតែឈរនៅចំណុចកណ្ដាលនិងសួរលម្អិតពាក់ព័ន្ធជុំវិញករណីទាំងអស់នេះបាទក្នុងការបាទផ្ដល់បទសម្ភាសន៍ហើយឥឡូវនេះយើងប្រកោជូនបាទទុកឲ្យកម្លាំងជំនាញសមត្ថកិច្ចចរាចរណ៍គាត់កំពុងតែមានវត្តមាននៅចំណុចទីតាំងកន្លែងកើតហេតុឲ្យលោកពូជាអ្នកដោះស្រាយនិងជាការសម្រុះសម្រួលបើសិនជាធ្វើការសម្រុះសម្រួលមិនត្រូវនឹងធ្វើការវាស់វែងយកទៅរក្សាទុកឲ្យប្រជាជនឥឡូវនេះអនុវត្តតាមនីតិវិធីចរាចរណ៍ហើយដោយបាទភាគីទាំងសងខាងជាម្ចាស់រថយន្តនេះគាត់នឹងរងចាំការដោះស្រាយជាមួយនឹងម្ចាស់ទីតាំងដែលបើកកន្លែងជួលបាទពិធីមង្គលការឥឡូវនេះគឺមិនទាន់រកឃើញអ្នកចេញសំណងសងនៃការខូចខាតទៅដល់ប្អូនស្រីជាយុវតីដែលបាក់ធ្មេញ3ទេបាទលើពីក្រោមមួយនិងរបួសក៏ផ្លូវទៀតដោយសារការចតឡានរបស់គាត់បាទនៅលើផ្លូវមួយចំហៀងថ្នល់តែម្ដងបាទហើយឥឡូវនេះគឺសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកហើយអរគុណណាស់ប្រិយមិត្តជនដែលខំចំណាយពេលដ៏មានតម្លៃតាមដានអង្គភាពសារព័ត៌មានខ្ញុំគណៈខ្ញុំបាទជឹមសុកណារួមទាំងក្រុមការងារសូមអរគុណសូមគោរពលា